Liberation Day. This was framed by the White House as a celebration. Guests invited to the Rose Garden for what the US President has termed Liberation Day. Using emergency powers, he's imposing បាទនេះគឺជាសេចក្តីប្រកាសអំបញ្ញមិញបងប្អូនគឺសេចក្តីប្រកាសរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលយកពន្ធទៅលើប្រទេសផ្សេងៗជុំវិញពិភពលោកបើក្នុងនោះក៏មានកម្ពុជាផងដែរដែលត្រូវបានសហរដ្ឋអាមេរិកនេះដំឡើងពន្ធរហូតដល់ 49% ហើយយើងក៏បានដឹងដែរថាកាលពីមុនដែលសហរដ្ឋអាមេរិកមិនទាន់បានគេហៅថាដំឡើងពន្ធនោះបងប្អូនដែលភាសាអង់គ្លេសថា tariff បាទរបាំងពន្ធនេះគឺ15ទៅ18% បាទពន្ធដែលកម្ពុជាត្រូវបានសហរដ្ឋអាមេរិកលើកលែងឲ្យចូលបងប្អូនគឺយកតែ15ទៅ18% ទេបើក្រោយរដ្ឋាភិបាលថ្មីរបស់លោក Donald Trump បានឡើងកាន់តំណែងបើលោកបានពិនិត្យឡើងវិញតាក់ទងទៅនឹងជំជីងសេដ្ឋកិច្ចជុំវិញពិភពលោកមិនមែនត្រឹមតែប្រទេសកម្ពុជាទេបងប្អូនគឺទាំងអស់ដល់ក្នុងនោះសហរដ្ឋអាមេរិកបានប្រមាលឃើញថាសហរដ្ឋអាមេរិកនេះគឺចាញ់ប្រៀបការធ្វើសេដ្ឋកិច្ចពាណិជ្ជកម្មគឺចាញ់ប្រៀបប្រទេស11បងប្អូនប្រទេស11នោះក្នុងចំណោមប្រទេស11នោះគឺមានគេហៅថាប្រទេសធំ3បាទយើងគួរឲ្យស្ញប់ស្ញែងបងប្អូននៅពេលដែលយើងទទួលបានរបាយការណ៍ថាតើ3ប្រទេសនោះគឺប្រទេសណាបងប្អូនបាទទី1គឺចិនបាទចិនបាននាំមុខគេបានន័យថាចិនបានធ្វើពាណិជ្ជកម្មនឹងទៅវិញទៅមកជាមួយសហរដ្ឋអាមេរិកនោះគឺសហរដ្ឋអាមេរិកនោះគឺទទួលបានអនុភាពពាណិជ្ជកម្មនោះខ្លាំងមែនទែនជាមួយចិនបាទ295,000 លានដុល្លារបាទន័យថាដកលុយដកទំនិញដែលនាំចេញហើយនឹងទំនិញដែលនាំចូលទៅគឺសហរដ្ឋអាមេរិកនេះគឺបានបង់ខាតលុយ295,000 លានដុល្លារបាទប្រទេសទី2បងប្អូនប្រទេសទី2គឺប្រទេសមិចស៊ីកូបងប្អូនប្រទេសមិចស៊ីកូនេះគឺអស្ចារ្យតែម្ដងបងប្អូនបាទប្រទេសមិចស៊ីកូនេះបើតាមសហរដ្ឋអាមេរិកបាទរបាយការណ៍ចេញកាលពីឆ្នាំគេហៅថា2025ខែ3ថ្ងៃទី27បាទចេញដោយអង្គការ WTO បាទ WTO នេះគឺបានបង្ហាញបាទនេះគឺជារបាយការណ៍មួយបងប្អូនដែលទូទស្សន៍ Al Jazeera បានបង្ហាញហើយបាទគឺ WTO នោះគាត់បានបង្ហាញរបាយការណ៍កាលពីឆ្នាំ2024បាទមិចស៊ីកូគឺត្រូវបានសហរដ្ឋអាមេរិកនោះគឺបើយើងមើលពីអនុភាពគឺសហរដ្ឋអាមេរិកត្រូវបានយកលុយចាយទៅប្រទេសមិចស៊ីកូនោះ172,000 លានដុល្លារបាទន័យថាដកទំហំពាណិជ្ជកម្ម334,000 លានដុល្លារហើយលក់ទៅឲ្យសហរដ្ឋអាមេរិកគឺ506,000 លានដុល្លារដល់ទៅពេលគេដកទៅបានន័យថាសហរដ្ឋអាមេរិកនេះគឺចាញ់ប្រៀបប្រទេសមិចស៊ីកូនោះគឺ172,000 លានដុល្លារបងប្អូនប្រទេសទី3នៅជុំវិញពិភពលោកដែលសហរដ្ឋអាមេរិកបាទមើលឃើញថាចាញ់ប្រៀបដូចគ្នានោះបងប្អូននៅប្រទេសណាទេបងប្អូនបាទគឺប្រទេសវៀតណាមអស្ចារ្យមែនទែនបងប្អូនប្រទេសវៀតណាមដែលជាប្រទេសជិតខាងរបស់យើងសងំជញ្ជីងពាណិជ្ជកម្មសេដ្ឋកិច្ចពិភពលោករបស់វៀតណាមជាមួយនឹងសហរដ្ឋអាមេរិកបាទវៀតណាមបានមានបើហៅថាពីរផ្សេងគ្នាបងប្អូនភាសាអង់គ្លេសគេហៅថា trade deficit បាទ trade deficit នេះបានន័យថាអនុភាពបាទចំណែកពាក្យមួយទៀតគេហៅថា trade surplus ហ្នឹងគឺវាផ្ទុយពីអនុភាពគេហៅថាតិរិយភាពបានន័យថាប្រទេសហ្នឹងគឺមានប្រៀបជាងបងប្អូនបានន័យថាចំណេញក្នុងការលក់ផលិតផលទៅឲ្យគេប៉ុន្តែរបស់យើងទៅលក់ឲ្យគេនោះគឺវាច្រើនហើយយើងទិញពីគេមកវិញគឺតិចបាទដូច្នេះប្រទេសវៀតណាមជាប្រទេសដែលមានចំណាត់ថ្នាក់ធំទី3ដែលទទួលបានចំណេញពីសហរដ្ឋអាមេរិកនោះ123,000 លានដុល្លារបាទអស្ចារ្យមែនទែនបងប្អូនគឺប្រទេសវៀតណាមនៅក្នុងតំបន់អាស៊ានហើយសហរដ្ឋអាមេរិកនេះគេបានប្រមាលមើលឃើញថានៅក្នុងចំណោមប្រទេសក្នុងចំណោមប្រទេស92ប្រទេសនោះគឺសហរដ្ឋអាមេរិកបានគេហៅថាមានអនុភាពជាមួយប្រទេសទាំងនោះហើយ111ប្រទេសទៀតគឺសហរដ្ឋអាមេរិកគឺមានប្រៀបទៅលើប្រទេសទាំងនោះដែរអញ្ចឹងបានន័យថាក្នុងចំណោម92ប្រទេសបើមាន10ប្រទេសបងប្អូនមាន10ប្រទេសដែលត្រូវបានជញ្ជីងពាណិជ្ជកម្មនោះសហរដ្ឋអាមេរិកមើលឃើញថា
ចាញ់ប្រៀបបាទចាញ់ប្រៀបនៅក្នុងប្រទេសទាំងនោះហើយក្នុងចំណោមទាំង10បងប្អូនអំបញ្ញមិញខ្ញុំថា11សំទោសបងប្អូនណាបាទតែ10ទេបាទក្នុងចំណោម10គឺមានតែ3ទេដែលធំហើយត្រូវបានសហរដ្ឋអាមេរិកណូតទុកបាទណូតទុកគឺទី1ប្រទេសចិនបាទទី2ប្រទេសមេស៊ីកូហើយទី3គឺប្រទេសវៀតណាមបាទវៀតណាមនេះបានគេហៅថាធ្វើការដោះដូរពាណិជ្ជកម្មនោះគឺមានប្រៀបបាទមានប្រៀបជាងសហរដ្ឋអាមេរិកនោះ123,000 លានដុល្លារគឺច្រើនណាស់បងប្អូនបាទលេខ3បន្ទាប់ពីមេស៊ីកូ172,000 លានដុល្លារហើយលេខ1បន្ទាប់មកគេគឺប្រទេសចិនតែម្ដងហើយយើងសូមជម្រាបបងប្អូនថាសហរដ្ឋអាមេរិកកាលពីខែកុម្ភៈបាទទីក្រុង Washington នេះបានគេហៅថាណែនាំបន្ថែមពន្ធ 10% ទៅលើប្រទេសចិនបងប្អូនណាបាទសហរដ្ឋអាមេរិកបានប្រកាសដែលធ្វើឲ្យទីក្រុងប៉េកាំងគាត់ឆ្លើយតបទៅវិញបងប្អូនគឺយកពន្ធបាទយកពន្ធពីសហរដ្ឋអាមេរិកគឺប្រេងឆៅគ្រឿងចក្រកសិកម្មរថយន្តបាទដឹកជញ្ជូននិងរថយន្ត pick up ដែលប្រទេសសហរដ្ឋអាមេរិកនាំចូលទៅប្រទេសចិននោះគឺប្រទេសចិនយក10%ដូចគ្នាបាទរហូតដល់ថ្មីនេះខែមិនិនាបងប្អូនបើខែមិនិនាលោក Donald Trump នោះក៏បានដំឡើងពន្ធបន្ថែមទៅលើការនាំចូលរបស់ចិន 20% ទៀតបាទហើយការដំឡើងពន្ធនេះបូកបញ្ចូលគ្នាទៅគឺប្រទេសចិនត្រូវបានសហរដ្ឋអាមេរិកនឹងគិតពន្ធ 34% ខណៈដែលប្រទេសចិនគិតពន្ធនាំចូលពីសហរដ្ឋអាមេរិកនោះ 67%បាទនេះគឺជារបាយការណ៍កាលពីឆ្នាំ2024បាទសហរដ្ឋអាមេរិកគឺបានធ្វើពាណិជ្ជកម្មដ៏ធំបំផុតគេហៅថាអនុភាពពាណិជ្ជកម្មដ៏ធំបំផុតបាទជាមួយនឹងប្រទេសចិនគឺ295,000 លានដុល្លារបាទទី2គឺប្រទេសមេស៊ីកូនោះគឺ172,000 លានដុល្លារទី3គឺប្រទេសវៀតណាម123,000 លានដុល្លារបាទទី4រហូតដល់អ៊ែកឡង់និងអាល្លឺម៉ង់បងប្អូនអាល្លឺម៉ង់ក៏ត្រូវបានចេញសញ្ញាដកដែរបងប្អូនបាទសញ្ញាដកនេះបានន័យថាជញ្ជីងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសនីមួយៗបានន័យថាអនុភាពនោះគឺវាមិនស៊ីគ្នាណាបងប្អូនបាទគឺថ្លឹងមិនស្មើគ្នាទេបានន័យថាប្រទេសទាំង5នេះបងប្អូនគឺជាប្រទេសដែលមានប្រៀបក្នុងការនាំចេញបាទនិយាយឲ្យស្រួលស្ដាប់បានន័យថាទិញពីប្រទេសគេតិចតួចហើយលក់ទៅឲ្យប្រទេសគេច្រើនបាទ295,000 លាន172,000 លាន123,000 លានបាទហើយ87,000 លានក៏ដូចជា85,000 លានប្រទេសអាល្លឺម៉ង់បាទហើយអនុភាពនឹងគឺបងប្អូនបានដឹងហើយថាអនុភាពនោះគឺជារាល់ទំនិញពាណិជ្ជកម្មណាដែលប្រទេសនីមួយៗបានលក់ផលិតផលនោះចេញទៅខាងក្រៅបានច្រើនហើយទំនិញរបស់ប្រទេសនោះនាំចូលប្រទេសយើងគឺតិចតួចបំផុតបាទអានេះហើយគេហៅថាអនុភាពបាទពាក្យនេះគឺជាពាក្យទំនិញគេហៅថាសេដ្ឋកិច្ចបងប្អូនណាសេដ្ឋកិច្ចពាណិជ្ជកម្មពិភពលោកនោះបើយើងសូមជម្រាបបងប្អូនបន្តិចថាតើហេតុអ្វីបានជាសហរដ្ឋអាមេរិកនោះគាត់យកពន្ធប្រទេសកម្ពុជារហូតដល់49%បាទមែនតែនទៅប្រទេសយើងគឺជាប្រទេសដែលក្រីក្របងប្អូនហើយសហរដ្ឋអាមេរិកបើយកពន្ធដល់តែគេហៅថា49%ហើយយើងយកពន្ធពីគេគឺ97%បើ97%នោះគឺយើងមិនសូវជាមានទំនិញសហរដ្ឋអាមេរិកដែលនាំចូលប្រទេសកម្ពុជាទេបងប្អូនបាទទំនិញដែលភាគច្រើនសហរដ្ឋអាមេរិកទិញនោះគឺថាមពលបងប្អូនណាថាមពលហើយដូចជាគេហៅថាប្រព័ន្ធ chip បាទរថយន្តប្រទេសធំហើយនៅអាស៊ីមិនមែនតែកម្ពុជាទេដែលត្រូវយកពន្ធពីសហរដ្ឋអាមេរិកដល់97%នោះបាទសូម្បីតែប្រទេសវៀតណាមសហរដ្ឋអាមេរិកច្រើនដែរបងប្អូនបាទ90%នៅក្នុងអាស៊ីហើយតៃវ៉ាន់នោះក៏យកច្រើនដែរបងប្អូនតៃវ៉ាន់នោះគឺរហូតដល់64%បាទនិយាយទៅគឺថៃក៏យកច្រើនដែរបងប្អូនថៃយកពន្ធនាំចូលពីសហរដ្ឋអាមេរិកនោះគឺ72%បាទច្រើនបងប្អូនមិនមែនតែកម្ពុជាទេបងប្អូនណាបាទច្រើនមែនតើបាទក៏ប៉ុន្តែចំណែកយើងយកគេ90%ជាងក៏ប៉ុន្តែឥឡូវនេះគេបានដំឡើងហើយបងប្អូនគេបានដំឡើង49%ហើយបងប្អូនណាបាទហើយសួរថាតើការដំឡើងពន្ធនេះវាអាចប៉ះពាល់សេដ្ឋកិច្ចរបស់ប្រទេសនីមួយទេបងប្អូនបាទពិតជាប៉ះពាល់បងប្អូនបាទប៉ះពាល់រឿងអីបងប្អូនដឹងហើយថាការប៉ះពាល់នោះគឺ
យើងដឹងហើយថាប្រទេសកម្ពុជាបាទនាំទំនិញទៅលក់នៅទីផ្សារមាន2បងប្អូនណាគឺទីផ្សារសហគមន៍អឺរ៉ុបបាទទី1ហើយទី2នេះគឺសហរដ្ឋអាមេរិកតែម្ដងបើកាលពីឆ្នាំមុន2019បាទសូមជម្រាបបងប្អូនថាសហរដ្ឋអាមេរិកនោះគឺគេមានប្រព័ន្ធ GSP ណាបងប្អូនដែលសហគមន៍អឺរ៉ុបគេមានប្រព័ន្ធ ABA នោះបងប្អូន EBA នោះបាទគេហៅថាប្រព័ន្ធអនុគ្រោះពន្ធហើយសហគមន៍អឺរ៉ុបក៏គេមិនយកដែរបងប្អូនប៉ុន្តែក្រោយមកគឺគេបានយកវិញបាទរហូតមកដល់ពេលនេះយើងគិតថាឆ្នាំ2019រហូតដល់2025នេះគឺមានរយៈពេល6ឆ្នាំហើយដែលសហរដ្ឋអាមេរិកមិនទាន់បានលើកលែងពន្ធប្រព័ន្ធ GSP នេះឲ្យយើងនៅឡើយទេបងប្អូនហើយឥឡូវនេះកំពុងតែបន្តដំឡើងពន្ធ49%មកលើប្រទេសកម្ពុជាបន្ថែមកាលមុន18%ទៅ20%ទេបងប្អូនហើយសូមជម្រាបបងប្អូនថាទំហំពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជានេះគឺខុសគ្នាមេឃនិងដីបងប្អូនបាទគឺទំនិញរបស់កម្ពុជាដែលនាំទៅសហរដ្ឋអាមេរិកនោះគឺមានបាទគ្រប់ផលិតផលឧស្សាហកម្មរោងចក្របងប្អូនដែលចិនមកដំឡើងរោងចក្រនៅប្រទេសកម្ពុជានេះគឺដើម្បីនាំចេញពីកម្ពុជាទៅដោយសារពន្ធបងប្អូនដោយសាររឿងមួយគត់គឺពន្ធវាថោកបាទហើយហេតុអ្វីបានជាពន្ធយើងត្រូវបានយកថោកដោយសារប្រទេសអ្នកមាននោះមើលឃើញថាប្រទេសអាស៊ីជាពិសេសកម្ពុជានឹងគឺជាប្រទេសនៅក្នុងគេហៅថាភាពក្រីក្របាទគេអភិវឌ្ឍតិចតួចដូច្នេះមិនត្រូវបានលើកលែងមិនត្រូវបានយកពន្ធទេគឺត្រូវបានលើកលែងអនុគ្រោះពន្ធ GSP ក៏ដូចជា EBA ដើម្បីឲ្យប្រទេសនោះមានឱកាសពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនបើក៏ប៉ុន្តែគេត្រូវបានបិទហើយកាលពីឆ្នាំ2019បាទត្រូវបានបិទប្រព័ន្ធ GSP នេះរហូតមកដល់ឥឡូវបងប្អូនបាទអញ្ចឹងហើយបានប្រទេសចិននេះកំពុងតែពិចារណាតើយ៉ាងម៉េចបងប្អូនគឺប្រទេសចិនគឺ34%ទេបាទឥឡូវយើងឡើងដល់49%ហើយអញ្ចឹងកាលណា49%វាប៉ះពាល់ទៅបងប្អូនកម្មករជាង1លាននាក់ដែលបានធ្វើការរោងចក្រដូចជាឧស្សាហកម្មផ្សេងមកណាមានស្បែកជើងមានខោអាវសម្លៀកបំពាក់ច្រើនបងប្អូនដែលត្រូវនាំទៅសហរដ្ឋអាមេរិកហើយសហរដ្ឋអាមេរិកក៏វាប៉ះពាល់ដែរបងប្អូនកាលណាទំនិញឡើងថ្លៃចេញពីប្រទេសនីមួយៗទៅហើយការប្រើប្រាស់ការលក់ទៅក្នុងប្រទេសនោះក៏ត្រូវឡើងថ្លៃដែរបងប្អូនហើយប្រជាជនសហរដ្ឋអាមេរិកក៏ត្រូវការចំណាយលុយខ្ពស់ក្នុងការទិញសម្ភារៈទាំងនោះដែរបាទបើយើងសូមជម្រាបបងប្អូនអញ្ចឹងគឺការប៉ះពាល់គឺទាំងអស់បងប្អូនទាំងអស់មិនមែនតែប្រទេសតូចទេបងប្អូនប្រទេសធំក៏គាត់ប៉ះពាល់ដែរគឺការប៉ះពាល់គេហៅថាប្រជាជនគាត់ក្នុងការចំណាយទិញសម្ភារៈប្រើប្រាស់ជីវភាពប្រចាំថ្ងៃយើងសូមបញ្យល់បងប្អូនបន្តិចបងប្អូនបាទនៅក្នុងការដាក់តារាងនេះបងប្អូនយើងមើលប្រទេសតៃវ៉ាន់បងប្អូនណាពាក្យថា export នេះបានន័យថាការនាំចេញបងប្អូនបាទនាំចេញហើយ import នេះការនាំចូលបានន័យថាសហរដ្ឋអាមេរិកនាំចេញទៅប្រទេសតៃវ៉ាន់នោះតែ42លានទេហើយនាំចូលមក100លានជាងបានន័យថានេះជាចំនួនដកបងប្អូនដកនេះគឺអនុភាពហើយបងប្អូនដូចយើងមើលប្រទេសមិចស៊ីកូអញ្ចឹងបាទប្រទេសមិចស៊ីកូនោះគឺនាំចេញទៅសហរដ្ឋអាមេរិកនោះ334,000លានបាទហើយអាមេរិកសំទោសនាំចេញទៅអាមេរិក500ហើយទិញពីអាមេរិកវិញ300លានជាងអញ្ចឹងវាអនុភាពបងប្អូននេះអនុភាពនេះគឺជញ្ជីងបាទជញ្ជីងគេហៅថាពាណិជ្ជកម្មនោះវាផ្អៀងបានន័យថាប្រទេសនីមួយៗនាំចេញទៅវាច្រើនជាងទិញផលិតផលរបស់ប្រទេសនោះត្រឡប់មកវិញបានន័យថាវាផ្អៀងណាបងប្អូនបាទកាលណាវាផ្អៀងគេហៅថាអនុភាពពាណិជ្ជកម្មពិភពលោកហើយអញ្ចឹងហើយបានសហរដ្ឋអាមេរិកត្រូវសើរើឡើងវិញបាទនេះគឺជារបាំងពន្ធថ្មីបងប្អូននៅក្នុងប្រទេសនីមួយៗដែលចេញដោយសហរដ្ឋអាមេរិកបាទ EU គឺតែ20%ទេបាទតៃវ៉ាន់32មែនតែនទៅបងប្អូនចិនតែ34%ទេកាលពីមុនដូចជាច្រើនបងប្អូនដូច្នេះហើយបានធ្វើឲ្យប្រទេសចិនប្រទេសនីមួយៗហ្នឹងគឺទៅផលិតផលគេហៅថាទៅធ្វើផលិតសង្វាក់ផលិតកម្មនៅប្រទេសផ្សេងជាប្រទេសសំទោសជាពិសេសគឺប្រទេសកម្ពុជាប្រទេសបង់ក្លាដេសនិយាយទៅប្រទេសណាដែលមានកម្លាំងពលកម្មទាបបាទប្រទេសនោះគឺត្រូវបាននាំចេញទៅលក់នៅតំបន់អឺរ៉ុបគឺគេគិតពន្ធតែតិចតួចទេបាទហើយប្រទេសខ្លះត្រូវបានអនុគ្រោះពន្ធទៀតដូចយ៉ាងកម្ពុជាកាលពីមុនបាទឥឡូវនេះគឺកម្ពុជាមិនត្រូវបានអនុគ្រោះពន្ធទៀតទេណាបងប្អូនណា
បាទរបាយការណ៍នេះបានបង្ហាញហើយបងប្អូនសូមជម្រាបបងប្អូនថាបើសិនជាគ្មានការតវ៉ាទេគឺគេនឹងដាក់ចូលជាធរមាននៅថ្ងៃទី9 ខែ 4 នេះហើយបងប្អូនហើយការយកពន្ធដំឡើង49% នេះធ្ងន់ណាស់បងប្អូនសម្រាប់ប្រទេសកម្ពុជាគឺច្រើនមែនទែនបងប្អូនណាបាទគុណនឹង2បាទនេះគេនិយាយហើយថាគេទម្លាក់ពាក់កណ្ដាលនៃការយកពន្ធពីគេបងប្អូនគឺអត់ស្មើភាពផងបាទប្រទេសផ្សេងគឺគេគិតថាបើសិនជាប្រទេសនោះមានកម្លាំងខ្លាំងដែរគឺស្មើទៅស្មើមកបងប្អូនបាទដូច្នេះអឺរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះគឺបានប្រកាសតាំងពីការបោះឆ្នោតនោះបងប្អូនបើលោក Donald Trump នេះក៏បាននិយាយថាបើសិនជាលោកជាប់ឆ្នោតលោកនឹងគិតគូរឡើងវិញតាក់ទងទៅនឹងរបាំងពន្ធបាទការធ្វើពាណិជ្ជកម្មមិនស្មើគ្នាទេបាទនេះគឺជាប្រទេសចិនបងប្អូនដែលនាំទំនិញពីសហរដ្ឋអាមេរិកតែ144,000 លានទេប៉ុន្តែនាំទៅសហរដ្ឋអាមេរិកនោះគឺ439,000 លានបាទនេះថាចាញ់ទំហំពាណិជ្ជកម្ម295,000 លានបាទប្រទេសមិចស៊ិកបានអនុភាព172,000 លានប្រទេសវៀតណាមបងប្អូនបាននាំចូលតែ13,000 លានទេប៉ុន្តែលក់ទៅឲ្យអាមេរិកវិញ137,000 លានបានន័យថាមានទំហំពាណិជ្ជកម្មធំជាង123,000 លានបាទចំណែកអាល្លឺម៉ង់បងប្អូនដឹងហើយគឺ85,000 លានបាទដូច្នេះសហរដ្ឋអាមេរិកប្រមាលមើលឃើញថានៅតែចាញ់ប្រៀបប្រទេសទាំងនោះបាទដូចជប៉ុនក៏ដោយជប៉ុនក៏មានអនុភាពជាមួយនឹងសហរដ្ឋអាមេរិកដែរគឺសហរដ្ឋអាមេរិកនេះគឺចាញ់ប្រៀប68,000 លានឯណោះបើសូម្បីតែឥណ្ឌាក៏អាមេរិកទទួលបានអនុភាពពាណិជ្ជកម្មដែរបងប្អូនគឺអាមេរិកចាញ់ប្រៀបរហូតដល់46,000 លានបាទច្រើនមែនតើនិយាយទៅទីផ្សារនៅសហរដ្ឋអាមេរិកគឺជាសម្បុកទីផ្សារដ៏ធំបាទប្រើប្រាស់អឺជញ្ជីងពាណិជ្ជកម្មទូទាំងពិភពលោកទៅហើយបាទទិញគ្រប់ប្រទេសដែលយកទៅសហរដ្ឋអាមេរិកគឺទីផ្សារធំបងប្អូនក៏ដូចជាសហគមន៍អឺរ៉ុបបាទក៏ប៉ុន្តែយើងត្រូវចាំថាសហរដ្ឋអាមេរិកនេះក៏ផលិតអាវុធគេហៅថាអាវុធយោធាដូចជារថក្រោះរថពាសដែកកំភ្លើងធុនធំបាទប្រព័ន្ធចាប់មីស៊ីលប្រព័ន្ធរ៉ាដាបាទយន្តហោះចម្បាំងធំគឺសហរដ្ឋអាមេរិកគឺធ្វើលក់ទៅឲ្យប្រទេសធំវិញដែរបងប្អូនបាទការនិយាយពីទំហំពាណិជ្ជកម្មនេះគឺយើងផ្ដោតទៅលើតែសេវាបងប្អូនតែសេវាកម្មនិងទំនិញទេដូចជាវិជ្ជាភ័ណ្ឌបាទដែលនាំចូលទៅប្រទេសសហរដ្ឋអាមេរិកក៏ប៉ុន្តែបើការលក់គេហៅថាសម្ភារវុធយោធាសង្គ្រាមសម្ភារវុធការពារប្រទេសបាទការពារជាតិពីសហរដ្ឋអាមេរិកនេះលក់ច្រើនជាងគេហើយទៅប្រទេសដទៃទៀតបងប្អូនបើទីផ្សារធំជាងគេសហរដ្ឋអាមេរិកនេះហើយបានន័យថាវា balance គ្នាបងប្អូនបានន័យថាវាតុល្យភាពនោះវាស្មើគ្នាក៏ប៉ុន្តែបើយើងនិយាយតែអនុភាពពាណិជ្ជកម្មនោះគឺសហរដ្ឋអាមេរិកនោះគឺគាត់គិតថាគាត់ចាញ់ប្រៀបប្រទេសផ្សេងសូម្បីតែប្រទេសវៀតណាមនោះក៏ការដោះដូរពាណិជ្ជកម្មនោះគឺរហូតដល់123,000 លានបងប្អូនបានន័យថាជាប្រទេសទី2ទី3សំទោសបងប្អូនដែលចំណេញពីសហរដ្ឋអាមេរិកហើយគោលដៅរបស់លោក Donald Trump នេះគឺគាត់ចង់ឲ្យក្រុមហ៊ុនធំទាំងអស់ហ្នឹងគឺត្រឡប់មកធ្វើការបើកវិនិយោគទុនបាត់ដំឡើងរោងចក្រដំឡើងអីនៅក្នុងប្រទេសរបស់លោកបាទគឺអញ្ជើញអ្នកវិនិយោគិនធំបានឲ្យចូលទៅក្នុងប្រទេសលោកដើម្បីបង្កើតការងារទៅឲ្យប្រជាជនរបស់សហរដ្ឋអាមេរិកក៏ប៉ុន្តែវាមិនអាចបងប្អូនវាមិនអាចហេតុអីបានវាមិនអាចកម្លាំងពលកម្មគឺថ្លៃបាទដូច្នេះហើយបានជាសហរដ្ឋអាមេរិកនោះបាទត្រួតពិនិត្យការបង់ពន្ធជញ្ជីងពាណិជ្ជកម្មឡើងវិញបើយើងសូមជម្រាបបងប្អូនថារឿងនេះមិនមែនតែសហរដ្ឋអាមេរិកនឹកឃើញធ្វើទេបងប្អូនសហរដ្ឋអាមេរិកបានបង្ហើបហើយបានប្រកាសកាលពីបោះឆ្នោតរើសប្រធានាធិបតីសហរដ្ឋអាមេរិកនោះបាទគាត់បានប្រាប់ថាត្រៀមនឹងពិនិត្យសាររើពន្ធឡើងវិញបាទក្រោយពីគាត់បានឡើងកាន់តំណែងជាប្រធានាធិបតីខែ1ថ្ងៃទី20បាទគាត់បានធ្វើការ3ខែមកដល់ពេលនេះបាទគឺថាដូចអ្វីដែលគាត់បានសន្យាមែនការយកពន្ធនេះធ្ងន់ធ្ងរបងប្អូនគឺធ្ងន់ធ្ងរមែនតើបើសិនជារដ្ឋាភិបាលយើងមិនមានការចរចាជាមួយនឹងសហរដ្ឋអាមេរិកទេគឺវាច្រើនមែនតើបងប្អូនវាធ្វើឲ្យបាត់វិនិយោគទុនដែលគេដាក់ទុននៅស្រុកខ្មែរដែលធ្លាប់តែកម្លាំងពលកម្មទាបនោះបាទហើយលក់ចេញទៅសហរដ្ឋអាមេរិកគឺត្រូវបាន
គិតពន្ធនាំចូលថ្លៃបងប្អូន 49% គឺច្រើនណាស់បងប្អូនគុណនឹង2បាទដូច្នេះវាប៉ះពាល់ដល់វិបត្តិបញ្ហារោងចក្របងប្អូនគេហៅថាវិបត្តិ crisis បងប្អូនធ្វើឲ្យរោងចក្រនោះគឺខ្វះលទ្ធភាពទី1គឺបង់ពន្ធទៅសហរដ្ឋអាមេរិកបាទដូច្នេះអាចបោះបង់ហើយកម្មករ1លាននាក់ដែលត្រូវបានមានការងារធ្វើនៅក្នុងប្រទេសនោះក៏វាត្រូវបានថមថយចំណែកអ្នកដែលជួលផ្ទះឲ្យកម្មករនោះក៏វាប៉ះពាល់ដល់តាមនឹងដែរហើយអ្នកដែលជួលឡានឲ្យកម្មករដឹកយកខែនោះក៏បាត់បង់ការងារទៀតបាទកាលណារោងចក្រថមថយមិនមានការបញ្ជាទិញហើយការបង់ពន្ធចេញទៅខាងក្រៅថ្លៃនោះគឺវាប៉ះពាល់ហើយបងប្អូនសេដ្ឋកិច្ចវាមិនប៉ះពាល់នោះទេគឺត្រូវតែប៉ះពាល់បាទសេដ្ឋកិច្ចនេះសំខាន់ណាស់បងប្អូនប្រទេសនីមួយៗគឺប្រឹងប្រែងណាស់ប្រកួតប្រជែងគ្នាសេដ្ឋកិច្ចនេះហើយ